ជំរាបសួរបងប្អូនទាំងអស់គ្នាអត្ថបទខ្លីនេះខ្ញុំបានបង្ហោះម្ដងហើយនៅលើ Facebook របស់ខ្ញុំប៉ុន្តែដែលខ្ញុំយល់ឃើញថាបើសិនជាខ្ញុំបង្ហោះដោយការសរសេរបែបនេះវាហាក់បីដូចជាលំបាកសម្រាប់បងប្អូនមួយចំនួនដែលគាត់ត្រូវការពេលវេលាច្រើននៅក្នុងការអានដូចនេះហើយខ្ញុំក៏បានផលិតជាវីដេអូខ្លីហើយនឹងអានឡើងវិញនៅអត្ថបទខ្លីនេះដើម្បីចែកជូនដល់បងប្អូនទស្សនាហើយនឹងស្ដាប់ផងដែរព្រោះរាល់ពេលដែលបងប្អូនមកទស្សនានៅតំបន់អង្គរបងប្អូនតែងតែឃើញមានសត្វពីរដែលជាសត្វមានឈ្មោះល្បីល្បាញនៅក្នុងទេវកថាផងដែរចំពោះសត្វពីរនេះគឺជាសត្វនាគហើយនិងសត្វគ្រុឌដំណើរដើមតងនៃសត្វទាំងពីរនេះគឺស្ថិតនៅក្នុងរឿងទេវកថាដែលកាលនោះមានយោគិនមួយអង្គព្រះនាមកាសបៈមានភរិយាចំនួន2នាក់ដែលមានរូបសម្បត្តិស្រស់ល្អដូចគ្នានាងទី1នោះឈ្មោះកទ្រុហើយនាងទី2នឹងឈ្មោះសុបណៈដោយនាងកទ្រុជាប្រពន្ធដើមចង់ដឹងថាប្តីណាជាងនោះនាងទាំងពីរក៏ភ្នាល់គ្នាអំពីរូបសភ័ក្នុងការភ្នាល់នោះនាងកទ្រុដែលជាប្រពន្ធដើមបានដាក់ខសន្យាថាបើអ្នកណាចាញ់ត្រូវបំរើនិងធ្វើតាមបញ្ជារបស់អ្នកឈ្នះក្រោយពីបានព្រមព្រៀងគ្នាហើយភរិយាទាំងពីរបានទៅសួរឥសីកាសបៈដែលជាប្តីឲ្យឆ្លើយឥសីកាសបៈដោយបានយល់ពីការច្រណែនរបស់ប្រពន្ធដើមទី1និងមិនចង់ឲ្យមានចំនួននៅក្នុងគ្រួសារឆ្លើយថានាងកទ្រុមានរូបសម្ផស្សល្អជាងនាងសុបណៈទី1ខ្ញុំសូមបកស្រាយត្រឹមតែប៉ុណ្ណេះសិនសូមអរគុណសម្រាប់ការទស្សនាវីដេអូសូមរងចាំតាមដានទស្សនានិងស្ដាប់ភាគទី2បន្តទៀតសូមអរគុណ